Okay, hello everyone បាទសូមស្វាគមន៍មកកាន់ channel ខ្ញុំរៀនដើម្បីសិក្សាទៅលើភាសាអង់គ្លេសជាមួយខ្ញុំបាទអ្នកនេះបាទចុះសម្រាប់មេរៀននៅក្នុងថ្ងៃនេះគឺយើងសិក្សាតពីភាគ1ដែលសិក្សាទៅលើរបៀបប្រើ collocation ផ្ដើមដោយ get មានថាក្រុមពាក្យដែលផ្ដើមដោយ get អញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺយើងមានចំនួន6ពាក្យមានដូចជា get married get ready ឬក៏ get dressed ជាដើមអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាទៅលើ example ទាំងអស់គ្នាបាទបងប្អូនកុំភ្លេចជួយចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទអ្នកមួយផងដើម្បីទទួលបានការ upload នៅមេរៀនថ្មីៗពីខ្ញុំបាទជាបន្តទៅទៀតហើយកុំភ្លេចចូលជួយ follow ទៅលើ Facebook page ក៏ដូចជា TikTok របស់ខ្ញុំបាទអ្នកមួយផងអរគុណអូខេអញ្ចឹងតើតើនឹងពាក្យទី1របស់យើងពាក្យទី1របស់យើងគឺតើតើនឹងពាក្យថារៀបការពាក្យថារៀបការជាភាសាអង់គ្លេសគឺយើងប្រើពាក្យថា get married get married អញ្ចឹងពាក្យថា get married នេះគឺបកថារៀបការអូខេ look at example យើងទៅមើលឧទាហរណ៍ទាំងអស់គ្នាគេដាក់ថាម៉េចគេដាក់ថា they got married in 2025 ពាក្យនេះយើង pronoun ថា they យើងបកថាពួកគេឬក៏ពួកគាត់ they not they right យើងអានថា they ទេយើងអានថា they got នេះគឺជា past simple របស់ពាក្យថា get អញ្ចឹងនៅពេលដែលយើងនិយាយអំពីសកម្មភាពអតីតកាលយើង change វាទៅជា got អញ្ចឹង they got married in 2025 មានន័យថាពួកគេបានរៀបការនៅក្នុងឆ្នាំ2025អញ្ចឹងវាជាអតីតកាលអូខេចូលដល់ example ទី2 My sister wants to get married next year My sister wants to get married next year មានន័យថាបងស្រីរបស់ខ្ញុំចង់រៀបការឆ្នាំក្រោយអូខេ so យើងចូលទៅកាន់ពាក្យបន្ទាប់អូខេពាក្យបន្ទាប់គឺពាក្យថាត្រៀមខ្លួនអញ្ចឹងពាក្យថាត្រៀមខ្លួនជាភាសាអង់គ្លេសយើងអានថា get ready អញ្ចឹងពាក្យថា get ready នេះមានន័យថាយើងត្រៀមខ្លួននៅក្នុងការធ្វើអ្វីមួយត្រៀមខ្លួននៅក្នុងការចូលរួមនៅក្នុងកម្មវិធីអ្វីមួយបងប្អូនអូខេ example ឧទាហរណ៍ get ready for school get ready for school មានន័យថាត្រៀមខ្លួនទៅសាលាឧទាហរណ៍ទី2 we are getting ready for the meeting we are getting ready for the meeting មានន័យថាពួកយើងកំពុងត្រៀមខ្លួនសម្រាប់ការប្រជុំនេះ meeting នេះគឺការប្រជុំហើយgetting នេះមានថាកំពុងត្រៀមខ្លួនតើគ្នា getting ready នេះវាជា present continuous បច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងយើងបកថាកំពុង we are getting ready for the meeting អូខេយើងចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថាស្លៀកពាក់អញ្ចឹងពាក្យថាស្លៀកពាក់ជាភាសាអង់គ្លេសយើងអានថា get dressed get dressed ពាក្យថា get dressed នេះយើងបកថាស្លៀកពាក់អូខេ example ឧទាហរណ៍ she gets dressed at 6:30 every morning she gets dressed at 6:30 every morning មានន័យថានាងស្លៀកពាក់រាល់ព្រឹកនៅម៉ោង6កន្លះជារៀងរាល់ព្រឹកនៅម៉ោង6កន្លះណាបងប្អូន she ពាក្យនេះយើង pronoun ថា she not she right she gets dressed at 6:30 every morning អូខេឧទាហរណ៍ទី2 hurry up នេះបកថាប្រញាប់ឡើងលឿនឡើង get dressed now មានន័យថាស្លៀកពាក់ឥឡូវនេះប្រញាប់ឡើងស្លៀកពាក់ឥឡូវនេះគាត់ប្រញាប់ចេញទៅណាទាំងអស់គ្នាអូខេចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថាខឹងអញ្ចឹងពាក្យថាខឹងនេះជាភាសាអង់គ្លេសយើងអានថា get angry ពាក្យថា get angry នេះបកថាខឹង example ឧទាហរណ៍ don't get angry with me អញ្ចឹង get angry with នរណាម្នាក់ get angry with someone មានន័យថាខឹងនរណាម្នាក់បងប្អូនអញ្ចឹងយើងដាក់ពាក្យ me មកមានន័យថាខឹងខ្ញុំអញ្ចឹង don't នេះកុំ don't get angry with me មានន័យថាកុំខឹងខ្ញុំ don't get angry with me កុំខឹងខ្ញុំអូខេឧទាហរណ៍ទី2 my teacher gets angry when students are late my teacher gets angry when students are late មានន័យថាគ្រូរបស់ខ្ញុំខឹងពេលសិស្សមកយឺតអូខេចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថាអន់ចិត្តឬក៏ខកចិត្តអូខេពាក្យអន់ចិត្តឬក៏ខកចិត្តជាភាសាអង់គ្លេសគឺយើងប្រើពាក្យថា get upset ពាក្យថា get upset នេះបកថាអន់ចិត្តឬក៏ខកចិត្តអូខេ example ឧទាហរណ៍ she got upset because she failed the test she got upset because she
fail the test មានថានាងអន់ចិត្តព្រោះប្រឡងធ្លាក់នេះ fail the test នេះការប្រឡង fail the test មានន័យថាប្រឡងធ្លាក់នេះអូខេឧទាហរណ៍ទី2គេដាក់ថា don't get upset everything will be okay don't get upset everything will be okay មានថាកុំអន់ចិត្តអីអ្វីៗនឹងល្អប្រសើរឡើងកុំអន់ចិត្តអីអ្វីៗនឹងប្រសើរឡើងវិញ don't get upset everything will be okay អូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តគឺពាក្យថារំភើបអញ្ចឹងពាក្យថារំភើបជាភាសាអង់គ្លេសយើងអានថា get excited ឬក៏ get excited អញ្ចឹងយើងបកថារំភើបឧទាហរណ៍ the children got excited about the holiday the children got excited about the holiday មានថាក្មេងៗរំភើបចំពោះថ្ងៃឈប់សម្រាកយូរបានឈប់ម្ដងអ្នកទាំងគ្នាអញ្ចឹងគាត់រំភើប the children got excited about the holiday អូខេឧទាហរណ៍ទី2គេដាក់ថា I'm excited to see my friends I'm excited to see my friends excited or excited I am excited to see my friend មានថាខ្ញុំរំភើបដែលបានជួបមិត្តភ័ក្តិរបស់ខ្ញុំអូខេតោះគ្នាអញ្ចឹងពាក្យយើងនៅក្នុងថ្ងៃនេះគឺមានតែចំនួនប៉ុណ្្នេះឯងអរគុណសម្រាប់ការតាមដាននិងទស្សនាហើយកុំភ្លេចជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងអរគុណអ្នកនរគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ See you next video Goodbye